บาทជំរាបសួរបងបាទជំរាបសួរបងបងមានឈ្មោះអីដែរបងឈ្មោះឡុងទឹកបាទបងនៅភូមិឃុំនេះគេហៅភូមិឃុំអីដែរបងបាទស្រុកកំពង់ត្រាចខេត្តកំពតបាទបងចង់ដឹងថាពីមុនមកបងមិនទាន់បានប្រើផលិតផលណាកូស៊ីនេះបងមានអាការៈសុខភាពអីខ្លះដែរបងតឹងច្រមុះហើយស្លេះច្រើននៃហាងធ្វើការបន្តិចចឹងវាហត់ទៅចឹងបាទបើបានដងហើមបាទតឹងច្រមុះបាទដកដង្ហើមហ្នឹងមកពីអីដែរបងមកពីមានវាដោះសាច់នៅច្រមុះហ្នឹងអូដោះសាច់ក្នុងច្រមុះបងដោះទាំងសងខាងឬក៏ដោះតែម្ខាងដោះទាំងសងខាងបាទដោះធំហ៎បងដោះធំដោះឡើងចង់ចិត្តហីអូដោះចង់ចិត្តហ៎បងបាទវាហាងធ្វើឲ្យយើងអស់កម្លាំងដេកអត់ទៅលក់ហាងហិតលហើយចឹងហើយធ្វើការតាមតិចវិញហត់ទៅឆាប់ហត់ឆាប់អីចឹងបាទពីបាទដកដង្ហើមតាមមាត់តាមអីចឹងដកដង្ហើមតាមច្រមុះអត់ចេញលឹងណែនពេញច្រមុះហ្នឹងចឹងដោះទាំងសងខាងហ៎បងបាទហ្នឹងហើយបងហើយចង់ដឹងថាពេលដែលបងប្រើហើយបងប្រើប្រមាណគ្រាប់ទៅដឹងពីប្រសិទ្ធភាពប្រើបាន4គ្រាប់ប្រើបាន4ថ្ងៃ4ថ្ងៃបានធូរម្ដងតិចម្ដងតិចតែយូរទៅរួញសាច់នៅច្រមុះហ្នឹងបាទចឹងប្រើតែ4ថ្ងៃដឹងលទ្ធផលបងដឹងលទ្ធផលដឹងមិនខ្លះដែរបងដឹងពីមុនកាន់តនលេបវាតឹងច្រមុះខ្លាំងដកហើមតាមតម៉ត់ដល់ពេលបានធូរចឹងដកហើមតាមច្រមុះចេញឲ្យលែងឆ្លេះលែងអីចឹងបើពីមុនមកឆ្លេះឡើងរហូតឆ្លេះច្រើនចឹងបាទហើយអាការៈជំងឺបងហ្នឹងប្រហែលឆ្នាំហើយបងជំងឺហ្នឹងប្រហែល7-10ឆ្នាំហីអូយូរហើយដែរចឹងបងបាទ7-10ឆ្នាំហើយចឹងធ្វើទុកច្រើនបងពិបាកគេងពិបាកអីហើយបច្ចុប្បន្ននេះបងប្រើផលិតផលណាកូស៊ីនេះអស់ប្រហែលកំប៉ុងហើយអស់មកកំប៉ុងហ្នឹងអស់មកកំប៉ុងបាទអស់មកកំប៉ុងបងជួយបញ្ជាក់បន្ថែមបានទេបងប្រើអស់មកកំប៉ុងហ្នឹងជាទៅលើអីខ្លះជាទៅលើយើងធ្វើការវិញយើងមិនមែនម្លាំងវិញបើកមុនធ្វើការវាដងហើមនឹងធ្វើឲ្យយើងឆាប់ហត់ឆាប់អីយើងហើយឥឡូវមិនដេកមិនលក់ដងហើមមិនតាមច្រមុះបានធូរវិញហ្នឹងអូធូរវិញហើយជុះយើងហូបរបស់ផ្អាប់របស់ត្រជាក់ឬក៏គ្រឿងសមុទ្រអីផ្សេងហ្នឹងមានធ្វើទុកដែរបងឥឡូវអត់ធ្វើទុកបើពីមុនយើងកាន់តែហូបទឹកត្រជាក់បន្តិចតឹងច្រមុះហ្នឹងដងហើមនឹងចេញផ្សេងយើងហូបគ្រឿងផ្អាប់គ្រឿងអីយើងវាធ្វើឲ្យយើងតឹងច្រមុះវិញទៀតចឹងបាទត្រជាក់ច្រមុះភ្នែកជន់ដែរហើយមានអីទៀតដែរយើងគេងអីហ្នឹងមានឈឺក្បាលជាប្រចាំអីដែរបងដោះសាច់មកឈឺក្បាលអស់ម្លាំងចឹងបាទឈឺក្បាលជាប្រចាំអញ្ចឹងបងបាទដល់យើងបានប្រើផលិតផលណាកូស៊ីនេះទៅវាបានធូរបានជាអញ្ចឹងអរគុណច្រើនបងជាចុងក្រោយនេះបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅពុកម៉ែបងប្អូនដែលគាត់មិនទាន់បានប្រើផលិតផលណាកូស៊ីឲ្យប្រើបាត់ឲ្យជាដូចបងអញ្ចឹងណាបាទសូមផ្ដាំបងប្អូនបើឈឺដូចខ្ញុំចេះសូមប្រើថ្នាំណាកូស៊ីនេះឲ្យបានជាដូចខ្ញុំព្រោះឲ្យខ្ញុំពីមុនមកដកដង្ហើមតែតាមមាត់ទេប៉ុន្តែពេលនេះបានធូរច្រើនហើយអាចហ្មងតាំងឡូវដកដង្ហើមតាមច្រមុះក៏ស្រួលហើយត្រជាភ្នែកឈឺក្បាលហើយក៏លែងអីដែរហើយហូបទឹកកកហូបអីvẫnបានធម្មតាវិញឥឡូវបាទដុសសាច់ច្រមុះរួញអស់ហើយបាទរួញហើយជុះពីមុនទៅយើងឆ្លោះកញ្ចក់អីមើលទៅឃើញដែរឃើញដោះមកចេញមកឡើងណែនហ្នឹងនិយាយអីអត់ចង់ចេញទេយើងអត់ចង់ចេញហើយពេលយើងនិយាយច្រើនហ្នឹងព្រោះយើងតឹងច្រមុះនិយាយឡើងចេញហ្មងបាទតែឥឡូវបានធូរបានជាអស់ហើយបាទបងជឿជាក់លើផលិតផលណាកូស៊ីនេះដែរបងមិនហ្នឹងខ្ញុំជឿជាក់មិនទិញខ្ញុំបាទអរគុណច្រើនណាស់បងដែលបានចែករំលែកបងបាទ